bay sừng qua nơi cái lại nè nhung bay pi cái liền đó gặp phun trường cha hay nó đại á bay sừng qua thì nhung phải chờ nhung bọc vô gặp phơi soi sang trên cái này rồi cha lấy nó ôn praoประมาณ กระป๋อง ประมาณ แค่ phơi tamaกระป๋อง phơi tama กระป๋อง ตี วิพากษ์กรรมหรือมอสใบสงวานตั้งแต่มาดอก chaนั่นไง ยมเปรโจลอาจิตดำเปิลกำปังตึงอ่ะ đập bơm cái bóng ดำเปิลกำปัง แค่มากระป๋องถึงไหมโยน มาแค่แพลจะอาใบกำปัง บอกเยซอแล้วเนี่ย โบโยซา kho mong bà กิทายุงตุยเตเตใจเรียบเลยเบะสมบายมเบะสมบาเจริญกันเลย pin nó ngon mong này ปิงตึงอ่ะ มาคล้วนน้องอ่ะ anh nói cha cha đó sai thì nhóm liệp mai bật mai lại cho anh nhóm giấy tham ấy tiếng này chôn rong có chặt mà nhóm comment tíchได้cha mà nhóm comment tíchได้chôn rong có comment tíchได้hai cho anh tha mẹ một bị lấy cho anh lấy một bị lấy ấy anh lấy nhóm giấy đi pro cho anh cho mà chăn chén hay để nhóm ọt ban xong bay tại khát sập ở cặp xong chết đang còn nhóm ọt đai sập đai nhóm giấy tam trăng เป็นตัวโคลนเรียบเป็นตัวโคลนอารมณ์เพลาจัดยมคือยมประบะจัดคลั่ง bà มันเห็นเปียกใครไปแจ้งตัวหน้าได้เห็นเปียกใครเตะเปียกตาเอาได้เวงคอจึงเวง vì muốn đưa kho bà bẹt lấy bán này บ้านแต่เราเป็นเรียบเลยนึงเบสมาเต้าอัดเทียนเปียกใครเตะ มีในบ้านเลยมีในบ้านเลย เมียนเจริญกิซอยยืง ชื่อจับเลย ชื่อจับบำเพ็ด ชื่อจับเลย nhóm chua nào mùi bằng là mùi Chà. ai dụ bà man đấy nhóm ở dù đâm buồn chăn tập buổi năm hay chuyên rong cru tưởng o tràn nè tình lệ liệp nắng tràn tai phía tràn nè để bay sòng vá nắng pe nhom giờ rồi thôi con anh nắng nè để bay sòng vá tràn nhom tràn mền tên bà តបងវារំថារមើtôiញ៉ាំអេហើយដល់ពេលខ្ញុំទៅមួយទឹកទៅខ្ញុំឃើញវាចាញ់ទុយក្រហមតែមកហើយស្រាប់តាកតោប្រហែលជា2បាបទឹកក្រោយវាកាត់សង្វាមកវាចាញ់មកហើយខ្ញុំអត់ដឹងទេបានតើតាគេប្រាប់ខ្ញុំមិនខ្ញុំដឹង បងទទួលដំណឹងថាខាងម្ចាស់លេនេះឥឡូវបងអត់បានបញ្ចេញឈ្មោះទេណាបាទខាងចង់រួមប្តឹងពួកបងប្អូនទៀតមែនអត់ vâng rồi hộp đăng phụ nhom hay bà con miền lui miền ấy trong đăng nhom mày cả ban thơ mày nhom cả ban là được xa phụ nhom เรียบเลยนึงเบสบาเมนใบกุดประกาศก็อัตตัวคอเตา បាទខ្ញុំពេលយើងជប់ប្រាប់តែយើងមានអារម្មណ៍យ៉ាងម៉េចដែរ វាសង្វានឹងមានអារម្មណ៍ថាវាកាន់តែឡើងខ្លាំងមកanh xem điệp đài មកខាងសៀមរាប រៀបដែរ ចា អាយុប្រហែលណាឆ្នាំនេះ ឆ្នាំនេះអាយុ16ឆ្នាំ 16ហើយ ចា តាមពិតរូបរាងសសម្បុរនេះគឺស្អាតល្មមហ្នឹងណា បាទ គាត់តែចង់ស្អាតលើសនឹងទៀត ចា ហើយប្រើលេហ្នឹងតែម្ដង ចាបង ដឹងស្គាល់ពីលេហ្នឹងដំបូងតាមរយៈអីដែរ ឃើញគេល្បីអើយចូលជ្រើមតាមគ្នា តាម Facebook តាមអីហ្នឹង ចា បងអូនធ្លាប់ធ្វើការតវ៉ាឬក៏ live ដោយខ្លួនឯងតាមរយៈបណ្ដាញសង្គមផ្សេងៗទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេហ្នឹង អត់ហ៊ានទេបង តែ3នាក់មានធ្លាប់ទេ ខ្ញុំ អត់ហ៊ានទេ មានទេ ចាខ្ញុំឆាតទៅម្ចាស់ brand ទៅគាត់ថាគាត់អត់ទទួលខុសត្រូវឯងហើយលេខគាត់អត់មានជាមិនសល់1%គាត់ថាម៉េចគាត់ថាគាត់ទទួលខុសត្រូវយ៉ាងម៉េច ខុសត្រូវទេដោយសារលេខគាត់អត់មានជាមិនសល់1%ហងហើយមានអីមកត្រូវទទួលខុសត្រូវខ្ញុំហើយអញ្ចឹងខ្ញុំក៏រកយុទ្ធធម៌ឲ្យខ្លួនឯងទៅ រយុទ្ធធម៌យ៉ាងម៉េចវិញ ខ្ញុំបានផុសតែខ្ញុំមកដាក់ឈ្មោះ brand នេះបានផុសដល់ពេលផុសទៅគេដឹងភ្លាមហ្មងខ្ញុំអត់បានផ្សព្វផ្សាយតែអូនឹង brand អីគេដឹងខ្លួនឯងគេឆាតមកខ្ញុំគេឲ្យតែគេឲ្យ feedback សិតបាយសង្វាមកម្ចាស់ brand ក៏គាត់ថាអូនឯងបើបាយសង្វាមិនបានគេឆាតទៅអូនឯងមិនបានគេមកឆាតមកបងឆាតទៅបងឲ្យបើគាត់គ្រាន់ឆាតប្តឹងមានតែគេហ៊ានឆាតទៅគាត់ រៀមប្តឹងហ្មងណា ឆាតប្តឹ អូ ង នខែប្រហែល ប្រ ប្រហែល ហែលអ្នក អូខ្ញុំសរុបអត់អស់ហើយពូខ្ញុំសរុបអត់អស់ ចុះឲ្យហ្មងណា ចាខែ រាប់ពាន់អ្នកឯដល់រាប់ពាន់ ចា អូ ទាំងអ្នក comment ទាំងអ្នកឆាតមក ចូលពាន់ ចា ករណីដែលមានលេតែមួយប្រភេទដែលម្ដាលឲ្យបងប្អូនយុវតីរបស់យើងហ្នឹងគឺប្រើបានតែមួយកំប៉ុងទេបាទក៏លាបទៅវាមានការបាយសង្វានិងលមាស់ បញ្ហាឈឺសន្លាក់បញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងឈឺក្បាលរ៉ាំរ៉ៃនិងអាការៈជំងឺជាច្រើនទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីជាទឹកយិនសិនដែលមានប្រសិទ្ធភាពល្អកំពុងពេញនិយមសម្រាប់បងប្អូនខ្មែរ បាទប្រិមត្តទូទាំងជនគឺថានៅក្នុងគណៈវេលាយប់ថ្ងៃទី27នេះផ្ទាល់តែម្ដងគឺថាមានបងប្អូនដែលជាយុវតីថាក្មេងៗខ្លាំងមែនទែនបាទវ័យអាយុទៅតែ15 16ឆ្នាំទេបាទគឺហេតុតែចង់ស្រស់ស្អាតបាទដោយមានការជ្រើសរើសប្រើនៅផលិតផលលេមកប្រភេទដែលសូមមិនតន់បញ្ចេញឈ្មោះទេបាទដែលពួកគាត់បានទិញយកទៅប្រើប្រាស់ទៅគឺមិនដាល់ឲ្យបានឡើងស្បែករបស់គាត់នឹងឡើងបែកសង្វានិងក្រហមរមាស់ផ្សេងហើយជនរងគ្រោះគឺបើតាមការបញ្ជាក់ពីពួកគាត់ផ្ទាល់ថាមានច្រើនអ្នកខ្លាំងមែនទែនបាទអញ្ចឹងគឺសូមផ្ដាំទៅបងប្អូនបាទហើយផ្សេងទៀតមុននឹងជ្រើសរើសនៅផលិតផលដែលប្រើប្រាស់ត្រូវពិនិត្យមើលឲ្យបានច្បាស់ឲ្យត្រឹមត្រូវបាទហើយក៏សូមសំណូមពរទៅកាន់ក្រសួងផងដែរ
បាទហើយរឿងរ៉ាវនេះយ៉ាងណានោះយើងនឹងធ្វើការសាកសួរពួកគាត់ទាំងអស់គ្នាថាតើពួកគាត់ស្គាល់លេហ្នឹងគឺតាមរយៈអ្វីដែរបាទហើយបានគាត់ជ្រើសរើសនៅក្នុងការយកមកធ្វើការប្រើប្រាស់ហ្នឹងហើយប្រើប្រាស់ហ្នឹងវាមានការប៉ះពាល់ទៅដល់សុខភាពស្បែករបស់គាត់ហ្នឹងគឺយ៉ាងមិនដែរនោះប្រិមិត្តទូទាំងសិជនបាទឥឡូវណែបងអូនបងសុំសួរបងអូនបន្តិចបងអូនមានឈ្មោះដែរ ខ្ញុំឈ្មោះណាមួយបង ណាមួយ ចា ណែអាយុប្រហែលដែរ ខ្ញុំអាយុ19ឆ្នាំ 19ឆ្នាំបច្ចុប្បន្ននៅណា ខ្ញុំបច្ចុប្បន្នខ្ញុំនៅខាងកំពង់ស្ពឺលងឆៃ អូខេបងអូននៅរៀនឬមួយក៏ធ្វើការហើយ ខ្ញុំឈប់រៀនហើយ អូនជប់រៀនហើយណា ចាចា បាទហើយសប្តាហ៍ធ្វើការអីគេដែរ ខ្ញុំអត់ទាន់បានធ្វើការហ៎ អត់ធ្វើការអីទេ ចា៎ បងអូនជួយបញ្ជាក់និងជួយរៀបរាប់ទីមើលតើបងអូនស្គាល់លេមកប្រភេទតែខាងលើដែលបានទិញយកមកធ្វើការប្រើប្រាស់ហ្នឹងគឺតាមរយៈអីគេ ខ្ញុំឃើញតាមខាងគាត់ផ្សព្វផ្សាយអញ្ចឹងណាឃើញគាត់ផ្សព្វផ្សាយថាសលេហ្នឹងលាបទៅសស្បែកស្អាតចា បាទ ដោយសារឃើញគេផ្សព្វផ្សាយច្រើនពេកទៅក៏មានអារម្មណ៍ចង់លាបមួយគេ អញ្ចឹងហ៎ ចា ពេលដែលបងអូនចាប់ផ្ដើមប្រើលេនឹងកំប៉ុងទី1ដំបូងបងអូនមានអារម្មណ៍ថាយ៉ាងម៉េចដែរ វាប្លែកលួនមែនតើលឿនជាងការខ្ញុំពឹងទុកទៀត លឿនយ៉ាងម៉េចវិញលឿនយ៉ាងម៉េច អាហារសលាបតែ3ថ្ងៃគឺសហ្មងហើយសមកហ្នឹងមិនមែនសស្អាតឬសមកមួយតសៃក្រហមនិយាយទៅតសៃបែកក្រហមយកហ្មងតសៃក្រហមសៃ តែពេលឃើញអញ្ចឹងហើយហេតុអីបានជាបងអូននៅតែបន្តប្រើច្រើនកំប៉ុង ខ្ញុំអត់សូវចាប់អារម្មណ៍ដល់ទៅពេលរឿងខ្ញុំ3សង្វារហ្នឹងដោយសារខ្ញុំស្មានស្នាមខោខ្ញុំមើលទៅស្មានស្នាមខោចឹងខ្ញុំអត់ចាប់អារម្មណ៍ទេដោយសារខ្ញុំមុជទឹកមុជអីទៅខ្ញុំស្រឡាញ់ស្បែកខ្ញុំអាសាប្រឌិតមើលស្បែកឃើញស្នាមខោយូរទៅដូចអត់ឃើញបាត់ទេដល់យូរទៅ3សង្វារយកហ្មងខ្ញុំស្មានស្នាមខោតែសង្វារហ្នឹង បាទមើលបងអូនប្រើរយៈពេលប្រហែលកំប៉ុងនៅពេលគឺចាប់ផ្ដើមដែលមានបញ្ហាបែបហ្នឹងគាត់ ខ្ញុំប្រើជាខ្ទង់មួយខែមួយកំប៉ុង មួយខែមួយកំប៉ុងមកដល់ឥឡូវហ្នឹងបងអូនប្រើអស់ប្រហែលកំប៉ុងប្រហែលខែហើយ ធ្វើតែមួយកំប៉ុង ប្រើតែមួយកំប៉ុងហ្នឹងទេ កំប៉ុងទេ វាប្រតិកម្មលំមាស់ស្បែក3សង្វារហ្នឹងតែម្ដង ចាហ្នឹងហើយ អូ ហើយជនរងគ្រោះទាំងអស់ដែលបានទិញណែលេនេះយកមកប្រើនេះហើយមានប្រហែលប្រហែលអ្នកដែរបើតាមបងអូនដឹងអាចសរុបគូនលេខបានទេ ច្រើនអ្នកទិញលេលាបហ្នឹងច្រើនតែភាគច្រើនអ្នកដែលបែកសង្វារហ្នឹងពេលខ្ញុំយករយធွာខ្លួនឯងហ្នឹងអ្នកដែលបែកសង្វារឆាតខ្ញុំច្រើនមែនតើ បាទ ច្រើនណាស់ខ្ញុំតបឆាត ចុះពេលដែលបងអូនប្រើប្រាស់ហ្នឹងបងអូនមានដឹងថាតើលេហ្នឹងមានការអនុញ្ញាតពីក្រសួងសុខាភិបាលមានអាជ្ញាប័ណ្ណឲ្យផ្សព្វផ្សាយអីត្រឹមត្រូវទេមានការត្រួតពិនិត្យអីត្រឹមត្រូវទេ ខ្ញុំមិនដឹងដែរដោយសារខ្ញុំឃើញគេលាបសទៅខ្ញុំមិនដឹងថាចេញមកពីណាអីមកពីណា យើងឃើញតែផុសនៅលើបណ្ដាញសង្គមដើម្បីថាលាបទៅសស្អាតនោះយើងចិត្តតែទិញតាមគ្នាទៅ ជួនណាអត់ទាន់មានការអនុញ្ញាតប្រើប្រាស់ពីក្រសួងសុខាភិបាលអត់ទាន់មានការពិនិត្យរោគសារធាតុគីមីអីត្រឹមត្រូវផងហើយចេះតែដាក់លក់ណា ចា បាទ យើងអត់ដឹង ហើយក្រោយពីបានប្រើប្រាស់ទៅគឺយើងមានការបែកសង្វារនៅកន្លែងណាដែរ ខ្ញុំបែកពីកលៀនដល់កភ្លើកពុនជើង អញ្ចឹង ចា ហើយនៅដៃអត់បែកសង្វារទេ ខ្ញុំភាគច្រើនខ្ញុំលាបខ្ញុំបុកយកអាកភ្លើសសារខ្ញុំជិះខ្លីចា បាទ មកដល់ពេលនេះមានការដាក់ពាក្យប្តឹងទៅកាន់ក្រសួងស្ថាប័នណាខ្លះដែរហើយពីសំណាក់ជនរងគ្រោះ ជនរងគ្រោះខាងខ្ញុំបានដាក់ពាក្យបណ្ដឹងហើយ ទៅខាងកន្លែងណាដែរ ដូចជាខាងសៀមរាប សៀមរាបមានដាក់ពាក្យប្តឹងទៅកាន់មន្ទីរសុខាភិបាលឬក៏ក្រសួងសុខាភិបាលទេពាក់ព័ន្ធជាមួយនឹងលេហ្នឹងដែលប្រើប្រាស់ទៅអតិថិជនមានបញ្ហាអញ្ចឹង នៅទេ ចា បាទព្រោះឯពាក់ព័ន្ធអញ្ចឹងខ្ញុំទៅប្តឹងទៅខាងក្រសួងសុខាភិបាល ចា ព្រោះខាងក្រសួងសុខាភិបាលត្រូវតែពិនិត្យមើលនៅផលិតផលដែលបានអនុញ្ញាតចេញឲ្យនៅក្នុងការប្រើប្រាស់ ចា បាទ វាមានគីមីវាមានអីបណ្ដាប៉ះពាល់ដល់ស្បែកអតិថិជនណា ចា បាទហើយលោកជនរងគ្រោះទាំងអស់ហ្នឹងគឺមកពីខាងណាខ្លះដែរ ខ្ញុំមកពីខាងសៀមរាប មកពីខាងសៀមរាប សៀមរាប អញ្ចឹងឡើងឡានពីតាំងពីសៀមរាបមកចុះបងស្រីមកពីខាងណាវិញ ខ្ញុំក៏មកខាងពីសៀមរាបដែរបង អ្នកសៀមរាបដែរ ចា បាទហើយហងៃនៅរៀននៅធ្វើការហើយ នៅរៀន នៅរៀនទេ ចា ហើយយើងស្គាល់លេនោះតាមរយៈអីគេ តាមទូរស័ព្ទឬក៏ខ្ញុំចូលច្រើមតាមគ្នាខ្ញុំប្រើទៅខ្ញុំទិញតាមដែរ ទិញតាម ចាទិញតាមលាបទៅគេថាគេលាបសខ្ញុំទិញលាបដែរ អញ្ចឹង ចាទិញលាប ប្រើមុនហ្នឹងគេថាគេប្រើល្អមែនទេ ចាគេថាខ្ញុំគេបានប្រាប់ខ្ញុំថាល្អទេខ្ញុំមើលទូគេថាសមើលទូស្បែកគេសខ្ញុំក៏ជ្រួលច្រើមក៏ទិញតាមគេ គេថាគេសគេថាតែគេ ហើយអស់ប្រហែលកំប៉ុងដែរ ខ្ញុំបើពីមុនខ្ញុំតាមខ្ញុំគិតទៅពីមុនខ្ញុំពឹកល្បីមួយសានោះខ្ញុំទិញអស់មួយកំប៉ុងខ្ញុំលេអស់មួយកំប៉ុងបែកនេះគេក្លីដល់ពេលតានេះខ្ញុំឈប់ប្រើលេនោះហើយខ្ញុំប្រើលេផ្សេងដល់ពេលនេះទៅវាអត់សហើយខ្ញុំមកប្រើលេនេះវិញហើយវាកាន់តែបែកទៀត អ
កាន់តែបាយទៀត ចា អូនកន្លងមកធ្លាប់ឃើញលេដែលអូនប្រើហ្នឹងធ្លាប់ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មទរុំទលីដែរទេលេ ដូចអត់ផងបងមើលទូតាមតែគ្នាទេចា តាមតែ បាទ គ្នា លក់ ចា លក់ ចា បើទៅលក់តាម page book ចា book លក់តាម ចា page លក់អីហ្នឹងណា នោះឯងចា มันមានប្រព័ន្ធច្បាស់លាស់អីថាមកពីណាទេ ដូចអត់ផង តាមគ្នាទៅណា ចាចេះតែតាមគ្នាដៃលាបសក៏លាបនោះឯង ណូ ចាប៉ុណ្ណាឯង បាទហើយឥឡូវក្រោយពីយើងបានប្រើប្រាស់អស់ហើយជាប្រហែលកំប៉ុងដែរដែលយើងចាប់ផ្ដើមមានបញ្ហារឿងស្បែកនេះ ដូចជាអស់មកកំប៉ុងហើយមក អត់តែមកកំប៉ុងទេណា អស់មកកំប៉ុងហើយខ្ញុំប្រើអស់មកកំប៉ុងទៀត អូអស់ពីកំប៉ុងហើយ អ យើង ស់ទាំងអស់ពីកំប៉ុង បាទនៅពេលហ្នឹងយើងធ្វើម៉េចទើបយើងមានការសង្ស័យថាប្រើទៅវាមានបញ្ហាស្បែកយើង ដំបងវារំថារមើទូខ្ញុំអេហើយដល់ពេលខ្ញុំទៅមួយទឹកទៅខ្ញុំឃើញវាចាញ់ទួយក្រហមបន្ទាប់មកហើយស្រាប់តាកតោប្រហែលជា2 3អាទិត្យក្រោយវាកាត់សង្វាមកវាចាញ់មកហើយខ្ញុំអត់ដឹងទេបានតើតាគេប្រាប់ខ្ញុំមិនខ្ញុំដឹង បាទ ចាដោយសារខ្ញុំអត់បានសង្កេតមើលស្បែកខ្លួនឯងទេ តាមពិតស្បែកបងប្អូនអត់នេះស សស្អាតពេកហើយបាទហើយនៅចង់សដល់ណាទៀត ចង់សជ្រួលជ្រើមតាមគេឃើញគេសក៏ចង់ស ឃើញគេស្អាតចង់ស្អាតតាមគេអញ្ចឹងណាចង់ឲ្យស្អាតដាច់គេហ្មងណាបាទឥឡូវបាយជាមិនដាច់គេឥឡូវបាយជាមកប៉ះចំផលិតផល បែរមិនដាច់ឥឡូវបែរជាដាបជាងគេវិញឥឡូវ បាទ តែបងប្អូនវិញមិនកែបែកសង្វារកន្លែងណាខ្លះចំណុច ខ្ញុំបែកសម្បាច្រើនកន្លែង ពេញទាំងអស់ហ្មងណា ពេញទាំងអស់ មកខ្លួនហ្មង ពេញតួខ្លួនលាបពេញតួខ្លួន បាទแล้วពាក់ព័ន្ធនឹងផលវិបាកវិញថានៅពេលដែលយើងមានសង្វារអញ្ចឹងតែអារម្មណ៍លើចិត្តរបស់យើងគឺបែកណាខ្លះ អារម្មណ៍ផ្លូវចិត្តខ្ញុំគឺខ្ញុំពិបាកចិត្តខ្លាំង បាទ មិនហ៊ានពាក់នេះ មិនហ៊ានពាក់ខ្លាយពេលចាញ់ទូណាដែលហ៊ានពាក់ខ្លាយទេពាក់តអាវដៃវែងខោជើងវែង ពីមុនយើងធ្លាប់ឲ្យបាក់ខ្លីបានណា បានតែដល់ពេលលាបលេងនឹងបែកសម្បាទៅអត់ហ៊ានពាក់ខ្លាយទេ មានអ្នកប្រអាប់ដែរមានអ្នកប្រអាប់ដែរ មានច្រើនគេសើចយើង ឈឺចាប់ដែរ ឈឺចាប់បំផុត ឈឺយ៉ាងណា តើនិយាយទៅ និយាយទៅស្បែកអី គេថាយើងខ្ទុយទេតែចេះលាបលេបែកសម្បា អានេះជាពាក្យដែលយើងពិបាកទទួលយកណា បាទហ្នឹងហើ តែ យ តែអូនមកនេះទាំងអស់គ្នានឹងមានអ្នកណាគឺគេជួលមកឬក៏គេប្រើមកអីអត់ អត់ទេមកដល់ផ្ទាល់ខ្លួនឯង បើយើងធ្វើការប្រមូលគ្នាយ៉ាងម៉េចយើងធ្វើការជាកងស ស្បែ ង កចិត្តមើលខ្លួនឯង យើងបើយើងស្គាល់គ្នាយ៉ាងម៉េចដែរ ដោយសារខ្ញុំអ្នកបាញ់សង្វារទាំងអស់គ្នាទៅខ្ញុំចេះតែឃើញគ្នាខមមិនទៅឆាតហៅគ្នា អូ មានទទួលខុសត្រូវចំពោះមុខច្បាប់ទេថាអ្វីដែលបងអូននិយាយស្ថិតតែជាការពិត ខ្ញុំហ៊ានស្ដាប់ទៀតចង់មិនក៏បានដែរ ឥឡូវបងទទួលដំណឹងថាខាងម្ចាស់លេនេះឥឡូវបងអត់តបញ្ចេញឈ្មោះទេណាបាទខាងចង់រੂប្តឹងពួកបងប្អូនទៀតមែនអត់ ហ្នឹងហើយហូបប្តឹងពួកខ្ញុំហើយបើគាត់មានលុយមានអីចង់ប្តឹងខ្ញុំមិនក៏បានធ្វើមិនខ្ញុំក៏បានដែរដោយសារពួកខ្ញុំ លាបលេងនឹងបែកសម្បាមេបែកពិតប្រកបគាត់អត់ទទួលខុសត្រូវ បាទឥឡូវយើងបានឈប់ប្រើប្រាស់លេហ្នឹងហើយណា ចាខ្ញុំឈប់ នៅពេលដែលយើងឈប់ប្រើប្រាស់យើងមានអារម្មណ៍យ៉ាងម៉េចដែរ វាសង្វារហ្នឹងមានអារម្មណ៍ថាវាកាន់តែឡើងខ្លាំងមក អូនរកប្រើអាម៉ាំងកំប៉ុងឬទៅជាមួយនេះទេ ខ្ញុំប្រើចូលអស់ជិត17កំប៉ុងទាំងអស់ 17កំប៉ុង 17កំប៉ុង មួយខែមកកំប៉ុងឬមិនអូន មួយខែប្រហែលជាអស់3កំប៉ុង បាទបុកយាសហ្នឹងណា បុកយោសា វាធំហ្មងបាទឥឡូវណែត្រឡប់មកបងអូនស្រីតិចនៅពេលដែលយើងមានបញ្ហាយើងមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់យើងដែលជាស្រីស្អាត ខ្ញុំដំបងខ្ញុំមានអារម្មណ៍ថាសង្ហាខ្ញុំមិនថាខ្ញុំលាបលេបផ្សេងមិនក៏មិនបែកដល់ពេលមកលាបលេនេះមិនក៏បែកក៏ដល់ពេលខ្ញុំអត់ហ៊ានពាក់អាវដៃខ្លីទេដល់ពេលតាខ្ញុំលាបលេបផ្សេងរៀងបាត់ទៅបានខ្ញុំហ៊ានពាក់ដល់ពេលនេះមើលតួលេខដូចជាមិនសោខ្ញុំគិតថាមិនសោបានខ្ញុំទិញមកលាបសាប់មកទៀតអានេះកាន់តែបែកទៀត បាទឥឡូវនៅតែបែកដដែល បែកនោះតែបែក សួរបងអូន មានអារម្មណ៍ថាតូចចិត្តតូចអីខ្លះ ទៅចិត្តដែលនៅសក់មកកើតសង្វារ មកពីខាងណាដែរបងអូន ខ្ញុំមកពីខាងសៀមរាបដែរ មកពីខាងសៀមរាប រៀបដែរ ចា អាយុប្រហែលណាឆ្នាំនេះ ឆ្នាំនេះអាយុ16ឆ្នាំ 16ហើយ ចា តាមពិតរូបរាងសសម្បុរនេះគឺស្អាតល្មមហ្នឹងណាប៉ុន្តែចង់ស្អាតលើសនឹងទៀត ចា ហើយប្រើលេហ្នឹងតែម្ដង ចាបង ដឹងស្គាល់ពីលេហ្នឹងដំបូងតាមរយៈអីដែរ ឃើញគេល្បីហើយចូលជ្រើមតាមគ្នាប តាម ង Facebook តាមអីហ្នឹង ចា ចាឥឡូវទិញពីផ្សារក៏ទិញពីអនឡាញ ទិញពីផ្សារបង ទីផ្សារ ចា តាមពិតគាត់ទាំង4នាក់នេះសិតតែតាមគ្នាទាំងអស់ស្គាល់តាមគ្នាទាំងអស់ គ្នា បាទ លទ្ធផលដែលល្បី ឃើញគេប្រើល្អតែអត់ដឹងថា បងប្អូនឯងប្រើអស់ប្រហែលកំប៉ុងដែរបង ខ្ញុំប្រើតបកន្លះកំប៉ុងទៅបង កន្លះកំប៉ុងទេ ចា កន្លះកំប៉ុងនោះប្រើរយៈពេលប្រហែលថ្ងៃ ប្រហែលជាមួយខែអត់អស់ហើយខ្ញុំអត់ដែរងាយលាបលេង ហេតុអីបានបងអូនឈប់ប្រើភ្លាមតែម្ដងវាចេញប្រតិកម្មយ៉ាងម៉េច វាចាប់ផ្ដើមរមាស់ហើយវាឡើងកតូលក្រហមមកបង បែកសង្វារ ចាអត់ដឹងតែខ្លួនឯងបិទសវ៉ាទេពេលចូលឡងតងមួយអាទិត្យអីវ
វាចាប់ផ្ដើមឡើងមកម្ដងមួយហ៎បង ហើយចំពោះរឿងនេះទៅពេលដែលបងអូនប្រើទៅឪពុកម្ដាយបងអូនមានដឹងទេថាពេលវាប្រើទៅវាប្រតិកម្មអញ្ចឹង ដឹងបងប្រាប់គាត់ គាត់ថាយ៉ាងម៉េចដែរទៅពេលអញ្ចឹង គាត់ឲ្យឈប់ប្រើហើយទិញលេផ្សេងលាបហ៎ប៉ុន្តែវាអត់បាត់ទេ ផលប៉ះពាល់ដែលបងអូនប្រើលេនេះហើយវាចេញអញ្ចឹងវាខុសពីការរំពឹងទុករបស់យើងតើបងអូនមានផលវិបាកអ្វីខ្លះដែរ បាក់ទឹកចិត្តហ៎បង បាក់ទឹកចិត្តណា ចា នៅរៀនណា ខ្ញុំនៅរៀននៅពេញហ្នឹងតែបង នៅរៀនក្នុងពេញហ្នឹងទេ ចា មានការប្រអាប់ពីមិត្តភ័ក្តិថាប្រើរបស់មិនចេះមើលមិនចេះអី មានបង មានដែរ ចា បងអូនធ្លាប់ធ្វើការតវ៉ាឬក៏ live ដោយខ្លួនឯងតាមរយៈបណ្ដាញសង្គមអីផ្សេងទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេហ្នឹង អត់ហ៊ានទេបង ទាំង3នាក់មានធ្លាប់ទេ ខ្ញុំ អត់ហ៊ានទេ មានដែរ មានតែ ចា ម្នាក់ ខ្ញុំឆាតទៅម្ចាស់ brand ទៅគាត់ថាគាត់អត់ទទួលខុសត្រូវឯងហើយលេខគាត់អត់មានជាមិនសល់សំបី1%គាត់ថាម៉េចគាត់ថាគាត់ទទួលខុសត្រូវយ៉ាងម៉េច ខុសត្រូវទេដោយសារលេខគាត់អត់មានជាមិនសល់សំបី1%ហងហើយមានអីមកត្រូវទទួលខុសត្រូវខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏រកយុទ្ធធម៌ឲ្យខ្លួនឯងទៅ រយុទ្ធធម៌យ៉ាងម៉េចវិញ ខ្ញុំបានផុសតែខ្ញុំមកដាក់ឈ្មោះ brand នេះ អញ្ចឹងហ៎ បានផុសដល់ពេលផុសទៅគេដឹងភ្លាមហ្មងខ្ញុំអត់បានផ្សព្វផ្សាយថាអូនឹង brand អីគេដឹងខ្លួនឯងគេឆាតមកខ្ញុំគេឲ្យតែគេឲ្យ feedback សិតបែកសង្វាមកដល់អញ្ចឹងហើយម្ចាស់ brand ក៏គាត់ថាបងឯងបើបែកសង្វាមិនបានគេឆាតទៅណែមិនបានគេមកឆាតមកបងឆាតទៅបងឲ្យបើគាត់គ្រាន់ឆាតប្តឹងមានតែគេហ៊ានឆាតទៅគាត់ រៀមប្តឹងហ្មងណា ចាខ្ញុំប្តឹង អូនមិនដឹងថាទីកន្លែងផលិតផលលេហ្នឹងស្នាក់ការធំគេនៅកន្លែងណា ខ្ញុំមិនដឹង អត់ដឹងទេណាដឹងតែពេលគេឆាតមក ចា គម្រាមហ្នឹងមានប៉ុន្តែដល់ពេលទីកន្លែងពិតប្រកបគេកន្លែងហ្នឹងអត់ដឹងទេ ចាខ្ញុំមិនដឹងផង លេហ្នឹងទិញមកកំប៉ុងប្រហែល ខ្ញុំទិញដូចជាពេលហ្នឹងមកកំប៉ុង30 ថ្លៃដែរ $30ណា ថ្លៃដែរ$30 ឥឡូវនៅក្នុងថ្ងៃតពួកបងប្អូនសំណូមពរឲ្យខាងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយហ្នឹងគឺទៀមទាចង់បានយ៉ាងម៉េច ខ្ញុំចង់ឲ្យម្ចាស់ brand ទទួលខុសត្រូវលើពួកខ្ញុំ ទូគាត់ត្រូវយ៉ាងម៉េចបង ខ្ញុំចង់ឲ្យគាត់ទទួលខុសត្រូវសងជំនឿចិត្តលើពួកខ្ញុំ បាទ ចាអត់បើសិនជាគាត់ថាអូនឯងធ្វើអញ្ចឹងដើម្បីចង់បានលុយក៏ចង់បានអីពីបងថាបើអញ្ចឹងយកពួកខ្ញុំទៅចាក់ឲ្យបាត់សង្វារជាបាលទាំងអស់គ្នាចាដោយសារអីមានអ្នកឆាតមកខ្ញុំដែរគេពឹងលើយើងគាត់ថាគាត់អត់ហ៊ានចេញមុខមកទេបើយើងក្លាហានចេញមុខមកជួយទាំងអស់គ្នាអញ្ចឹងណាពូដោយសារមានតែគេហ៊ានមកទេអត់ហ៊ានចេញមុខមកទេ អូនមានអីសំណូមពរទៅខាងមន្ត្រីពាក់ព័ន្ធជាពិសេសសមត្ថកិច្ចនិងបាទ ខ្ញុំចង់ឲ្យពួកគាត់ស៊ើបខាងលេហ្នឹងផងថាមានចុះក្រសួងចុះអីត្រឹមត្រូវអត់ចា ពីព្រោះតែជនដែលប្រើប្រាស់ទៅមានការប៉ះពាល់ច្រើន ហើយខ្ញុំប្រើប្រាស់ប៉ះពាល់ឲ្យគាត់គម្រាមប្តឹងខ្ញុំទៀតគាត់បំភ័យខ្ញុំគម្រាមខ្ញុំឮថាគាត់ដាក់ពាក្យប្តឹងហើយខ្ញុំសូមឲ្យបងសមត្ថកិច្ចជួយចុះស៊ើបមើលពីកន្លែងគាត់ផលិតហងហើយក៏គាត់ផលិតយកមកពីរោងចក្រចុះក្រសួងចុះអីត្រឹមត្រូវអត់ បាទ ចុះបើសិនជាសមត្ថកិច្ចឬក៏ក្រសួងពាក់ព័ន្ធបានឃើញហើយចង់តាក់ទងបងអូនតាក់ទងតាមរយៈអី តាក់ទងតាម Facebook ក៏បានលេខទូរស័ព្ទក៏បាន បាទឥឡូវនេះដោយសារតែយើងអត់តន់បង្ហាញឈ្មោះក្រុមហ៊ុនលេហ្នឹងទេ បាទយើងទុកឲ្យខាងច្បាប់គាត់ធ្វើការសិនណា បងអូនដាក់លេខទូរស័ព្ទបងអូនមួយទៅគេលោកសមត្ថកិច្ចគាត់មានការចង់តាក់ទង លេខទូរស័ព្ទខ្ញុំ096 26 44 382 បាទឥឡូវបងសុំចង់បានទួនាលេខដែលបងស្គាល់តគ្នានឹងទាំងអស់មានប្រមាណអ្នកឲ្យ ប្រហែលប្រមាណ ប្រមាណអ្នក អូខ្ញុំសរុបអត់អស់ហើយពូខ្ញុំសរុបអត់អស់ ច្រើនហ្មងណា ចាខែ រាប់ពាន់អ្នកដល់រាប់ពាន់ ចា អូ ទាំងអ្នកខមមិនទាំងអ្នកឆាតមក ចូលពាន់ ចាទាំងអ្នកខមមិនទាំងអ្នកឆាត ធ មក ម្មតាទេបាទរាប់ពាន់អ្នក បាទអញ្ចឹងអ្នកលក់លេមួយលុយថាកើបឯបាទអញ្ចឹងគឺយើង រាប់លានដុល្លារណា បាទយើងគួរតែអ្នកដែលអ្នកលក់លេអ្នកមកលក់លេមួយចំនួននេះបាទគួរតែជ្រើសរើសលេដែលមានគុណភាពបាទត្រឹមត្រូវបាទមានចុះបញ្ជីនៅក្រសួងសុខាភិបាលត្រឹមត្រូវមុននឹងយើងយកមកលក់ឃើញឥឡូវបាទវាមានការប៉ះពាល់ទៅដល់អ្នកស្បែកបងប្អូននិងវាប៉ះពាល់ទៅដល់អារម្មណ៍របស់គ្នាទៀតបាទ ឆ្ងល់លោកទៅប៉ុនតាមម្ចាស់ brand ហ្នឹងគាត់ប្រើខ្លួនឯងឬក៏អត់ទេបើគាត់អត់ដឹងថាវាមានប៉ះពាល់ដល់ស្បែកចឹងហើយអតិថិជនគាត់ប្រើប៉ះពាល់អញ្ចឹងមិនថាម្ចាស់ brand នេះប្រហែលជាមិនប្រើខ្លួនឯងផងមើលទៅ បាទ មិនប្រើទេមើលទៅ បាទប្រិមត្តទូទាំងជនយើងឥឡូវយើងក៏សូមមកធ្វើការបិទបញ្ចប់ត្រឹមនេះទៅចោះបាទហើយសំណុំពរទៅដល់មន្ត្រីពាក់ព័ន្ធបាទជាពិសេសគឺក្រសួងសុខាភិបាលហើយសូមមេត្តាបើកការស្រាវជ្រាវជុំវិញពាក់ព័ន្ធនៅក្នុងករណីដែលមានលេមួយប្រភេទដែលបណ្ដាលឲ្យបងប្អូនយុវតីរបស់យើងហ្នឹងគឺគាត់ចង់ស្អាតបាទធម្មតាគឺគាត់ក្មេងគាត់ចង់ស្អាតគាត់ចង់
លយអញ្ចឹងណាឲ្យស្លៀកពាក់ឃើញចេញមកបាទស្លៀកខ្លីស្លៀកអីអញ្ចឹងទៅបាទជាការតាក់ទាញមួយបាទសម្រាប់បងប្អូននារីបាទហើយឥឡូវនេះក៏ឲ្យគាត់ទៅសម្រេចនៅក្នុងការជ្រើសរើសទិញលេតាមរយៈបណ្ដាញសង្គមហ្នឹងបាទតាម Facebook តាមអីហ្នឹងបាទហើយប្រើបានតែមួយកំប៉ុងទេបាទក៏លាបទៅវាមានការបាយសង្វានិងលមាស់និងបាទឡើងអុចអីចឹងទៅប្រិមិត្តបាទឥឡូវនេះគឺពួកគាត់បានណិតមានទៀតបាទអ្នកខ្លះឡើងមកពីសៀមរាបទៀតហើយមកបានតែ4នាក់ទេថាមានច្រើនទៀតហើយដោយសារតែគាត់អត់ហ៊ានប្រឈមមុខបាទនៅក្នុងការមកឡាយទេដោយសារតែខាងម្ចាស់ក្រុមហ៊ុននេះបាទគម្រាមនៅក្នុងការប្តឹងទៀតបាទហើយឥឡូវនេះគឺខ្ញុំអត់បង្ហាញឈ្មោះក្រុមហ៊ុនទេបាទហើយសង្ឃឹមថាខាងក្រុមហ៊ុននឹងមានដំណោះស្រាយបាទជាមួយនឹងបងប្អូនបាទប្រិមិត្តឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់ត្រឹមតែចោះបាទរកពាក្យពេចន៍កំហុសកឆ្គងហើយសូមខន្តីបេតូសូមអរគុណសូមគោរពលា ទឹកចិនសិនម៉ាក់អ៊ីពូកែស័ក្តិសិទ្ធិក្នុងការជួយសម្រួលសម្រាលបងប្អូនដែលមានអាការៈឈឺសន្លាក់រ៉ាំរ៉ៃបញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងទន់ដៃទន់ជើងឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់ឧស្សាហ៍ទល់ខ្យល់តែងតែឈឺក្បាលជាប្រចាំនិងជាពិសេសសម្រាប់ស្ត្រីរាំងរដូវឬរដូវមុខមិនសូវទៀងនិងអាការៈជំងឺជាច្រើនមុខទៀតជាផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុនធានារ៉ាប់រង Samsung ទទួលស្គាល់ពី FDA របស់សហរដ្ឋអាមេរិកទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េនិងមាន GMP ទទួលស្គាល់រួចរាល់ព្រមទាំងស្ថាប័នធំៗជាច្រើនទៀតមួយកេសតម្លៃ$38 ហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា